ចឹងសម្រាប់បុណ្យ100ថ្ងៃនេះញាតិញោមកាលណាបើយើងសិក្សាធម៌របស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់មកញាតិញោមដូចជាមិនមានបញ្ជាក់នៅក្នុងគម្ពីរណាមួយដែលពុទ្ធព្រះអង្គត្រាស់សម្ដែងថាអ្នកទាំងឡាយត្រូវតែធ្វើបុណ្យ100ថ្ងៃឲ្យបានបើសិនជាញាតិស្លាប់ទៅឬក៏អ្នកទាំងឡាយត្រូវតែធ្វើបុណ្យ7ថ្ងៃឲ្យបានបើសិនជាមានញាតិស្លាប់ទៅដូចជាមិនមានសម្ដែងទេញាតិញោមបើអត់មានសម្ដែងនៅក្នុងគម្ពីរណាបញ្ជាក់មកឲ្យជាក់លាក់មកត្មងអត់ទេណាញាតិញោមណាប៉ុន្តែស៊ូថាអញ្ចេះបើព្រះអង្គនិយាយអញ្ចឹងមានន័យថាចុះបុណ្យដែលខ្ញុំកណាធ្វើហ្នឹងយ៉ាងម៉េចទៅវិញបុណ្យនេះញាតិញោមបើយើងស៊ូគ្នាថាលោកអាចារ្យបើស៊ូអាចារ្យណាឬក៏ស៊ូលោកយាយព្រះអង្គបុណ្យ100ថ្ងៃបុណ្យ7ថ្ងៃបើសិនជាខ្ញុំកណាធ្វើនឹងបានដែរទេហើយបើសិនជាខ្ញុំកណាមិនមានលទ្ធភាពខ្ញុំកណាមិនបានធ្វើចង់ធ្វើតែគ្មានលទ្ធភាពឬក៏មិនចង់ធ្វើតែម្ដងតើបានដែរទេអាយីបានអន់បានអន់បានខ្លះអត់ខ្លះអញ្ចឹងមើលឲ្យស្រស់គ្នាបន្តិចមើលបានដែរអត់បានអាហ្នឹងបានច្បាស់បើដល់ថ្ងៃបានច្បាស់បានឲ្យថាជើងវត្តតពាំងខ្ទុំអាត្មាហ្នឹងទេសនាលោកឲ្យតែលោកស៊ូឆ្លើយបើព្រោះខ្សែអាត្មាទេសនេះមិនមែនចាក់តែយើងតកែវទេណាញាតិញោមបើអ្នកកំពុងចាមអ្នកព្រៃវែងអ្នកត្បូងឃ្មុំអ្នកកំពុងធំអ្នកខេតឆ្ងាយឆ្ងាយស្វាយរៀងហ្នឹងក៏ស្ដាប់ដែរបើអញ្ចឹងបាទអាត្មាថាបើស៊ូឆ្លើយឲ្យលឿនតិចកុំឲ្យយាយអ្នកខាងឆ្ងាយឆ្ងាយហ្នឹងក៏ថៃចុះព្រះអង្គលោកទេសឲ្យទៅស៊ូមិនដែលឆ្លើយអញ្ចឹងកាលណាអញ្ចឹងយាយយើងថាបានអត់អីទេព្រះអង្គបើសិនជាមានលទ្ធភាពធ្វើទៅបើអត់មានលទ្ធភាពទេអត់ក៏អត់ទៅមានអីហើយបើសិនជាថាខ្វះលទ្ធភាពណាស់ដល់ថ្ងៃរលឹកនឹកឃើញគុណគាត់បាយមួយស្រាក់សម្លមួយស្រាក់យកទៅប្រគេនលោកក៏បានណាញាតិញោមអត់បញ្ហាទេបើអត់មានឯណាទេបុណ្យម៉ែប្រប៉ុណ្ណានៃ7ថ្ងៃគាត់បុណ្យម៉ែប្រប៉ុណ្ណានៃបុណ្យឪប្រប៉ុណ្ណានៃ100ថ្ងៃគាត់អត់មានកូនណាធ្វើបុណ្យឲ្យគាត់ធ្វើអញ្ចឹងមិនត្រូវអត់មានទេណាញាតិញោមអត់បញ្ហាទេបើដល់ថ្ងៃថាធ្វើបានដូចគ្នាអាហ្នឹងអាស្រ័យលើចិត្តសទ្ធារបស់កូនឬក៏ក្រុមគ្រួសារទាំងអស់គ្នាប្រសិនបើចង់ធ្វើតែបើអត់ចង់ធ្វើក៏អត់បញ្ហាដែរតែបើសិនជាធ្វើពាក្យថាធ្វើមួយម៉ាត់វាចម្រើនមែនទេញោមកាលណាដល់ថ្ងៃបានធ្វើក៏ល្អដែរកាលណាសម្រាប់រឿងបុណ្យរឿងទានហ្នឹងនោះបើទី1ដូចញោមឧបាសិកានួនចានគាត់នៅអញ្ចឹងបើឥឡូវអានេះយើងមិនមែននិយាយទៅឲ្យគាត់ភ័យខ្លាចណាគាត់ដឹកនាំកូនគាត់ឲ្យធ្វើណាញាតិញោមកូនណាធ្វើបុណ្យឲ្យឪណាឃើញទេបើអញ្ចឹងកូនដើរតាមកន្លងធោបើនៅថ្ងៃធ្វើតាមអេម៉ែប្រាប់ថ្ងៃមុនចិត្តដល់ថ្ងៃបុណ្យឪអញ្ចឹងត្រូវធ្វើបុណ្យឲ្យចេះធ្វើបុណ្យដឹកនាំឲ្យចេះធ្វើទានបើថ្ងៃណាមួយយាយយ៉ានទៅបាត់ដែរកូនមិនបាច់មានអ្នកណាប្រាប់ធ្វើតែហ្មងមែនទេញោមមែនទេនិយាយអញ្ចឹងយាយយ៉ានងាត់ឆឹងអាម៉េចចេះព្រះអង្គបើតាកិច្ចផុតទេញោមមិនបាច់ទេឆ្លើយក៏ត្រូវតែទៅដូចតែគ្នាលោកអ្នកទេសហ្នឹងក៏អត់គ្រាន់បើជាងញោមដែរបើមួយថ្ងៃកាត់មួយថ្ងៃកោដូចតែញោមដែរហ្នឹងញោមបើហ្នឹងហើយញោមប៉ែតជាងកៅជាងអាត្មាមិនតន់30ផងមួយថ្ងៃកាត់មួយថ្ងៃកោជួនកាលប៊ីម្ដងដែរហ្នឹងញាតិញោមឃើញទេអញ្ចឹងអត់មានអ្នកណាមកអ្នកថាប្រកែទេញាតិញោមអារឿងស្លាប់នេះទោះបីចង់ឬមិនចង់ដូចតែគ្នាទេស្ដាប់បានអត់កណាអញ្ចឹងការធ្វើបុណ្យ100ថ្ងៃនេះញាតិញោមបើនឹងជាតួអាងកុំឲ្យថាចុះបើបុណ្យ100ថ្ងៃហ្នឹងគ្មានចេញមកពីណាផងគ្មានរឿងអីពីណាផងអមិនបានចាស់ពីដើមក៏នាំគ្នាធ្វើលោកអ្នកប្រាជ្ញទាំងឡាយចងលោកចេះតែដឹកនាំគ្នាធ្វើលោកអាចារ្យចេះតែក្រើនរំលឹកឲ្យនាំគ្នាធ្វើមកពីអីរឿងអីហេតុអីថាដើមហេតុវាអញ្ចេះណាញាតិញោមណានេះនិយាយអំពីប្រវត្តិត្មងញាតិញោមស្ដាប់ឲ្យបានណាកាលណាប្រវត្តិអំពីបុណ្យ100ថ្ងៃបើហ្នឹងហើយសម្រាប់បុណ្យ100ថ្ងៃដែលយើងផ្ដើមធ្វើថ្ងៃហ្នឹងបើនៅក្នុងសម័យនៃពុទ្ធកាលដែលសម្ដែងប្រារព្ធជាមួយនឹងបើហ្នឹងហើយអ្នកម្ដាយ
ម្នាក់ហ្នឹងកូនប្រុសម្នាក់បើគាត់ជាអ្នករស់នៅក្នុងគ្រួសារមួយដែលខ្វះខាតញាតិញោមបើហ្នឹងហើយជាអ្នកខ្វះខាតរោគព្រឹកខ្វះល្ងាចរោគល្ងាចខ្វះព្រឹកអញ្ចឹងទៅណាអញ្ចឹងសង្ឃឹមពឹងតែកូនទេជាអ្នកបីបាច់ថែរក្សាចិញ្ចឹមបាទហ្នឹងហើយអញ្ចឹងកូនហ្នឹងគឺតែងតែទៅជួយធ្វើស្រែឲ្យគេណែញាតិញោមទៅជួយធ្វើស្រែចម្ការឲ្យគេអញ្ចឹងទៅកូនប្រុសហ្នឹងពេលដែលគេត្រូវការប្រើឲ្យទៅធ្វើអីទៅហើយសម័យកាលនោះដូចជាមិនមានសម្ដែងថាធ្វើទៅបានលួយបានកាក់អីអត់ទេគេឲ្យហ្នឹងគេឲ្យជាអង្គណែញាតិញោមយាយយើងពីដើមក៏អញ្ចឹងដែរមែនទេញោមណោះបានអង្គទៅជួយស្ទូងគេទៅជួយច្រូតគេជួនកាលអត់មានប្រាក់អីបានអង្គវាស់ដៃគ្នាទៅមកមិនអញ្ចឹងណោះបើអញ្ចឹងសម័យកាលនោះដូចគ្នាកាលណាទៅភ្ជួរទៅរស់ឲ្យគេអញ្ចឹងទៅគេឲ្យអង្គមកឬក៏គេឲ្យស្រូវមកអញ្ចឹងទៅកាលណាហើយម្ដាយនេះនៅផ្ទះធ្វើអីមិនកើតទេបានតែដាំបាយដាំទឹកស្លឲ្យកូនទេដល់ម៉ោងដល់ពេលវេលាអញ្ចឹងទៅយកបាយយកម្ហូបនេះយកទៅឲ្យកូនដែលភ្ជួរស្រែហ្នឹងញាតិញោមឧទាហរណ៍ថាបាយថ្ងៃត្រង់អញ្ចឹងទៅណាបាយថ្ងៃត្រង់ម៉ោងប្រហែលយាយហូបបាយរាល់ថ្ងៃម៉ោងប្រហែលថ្ងៃត្រង់នោះមិន10 ពី10ម៉ោង1អញ្ចឹងណាបាទអញ្ចឹងគាត់នឹងដូចគ្នាភ្ជួរស្រែអញ្ចឹងទៅពេលដែលដល់ម៉ោងមិន10 ពី10ហ្នឹងគាត់សម្រាកញាតិញោមសម្រាកហ្នឹងគឺចាំបាយចាំម្ហូបរបស់អ្នកម្ដាយយកមកពីផ្ទះដែលខ្ចប់មកពីផ្ទះបាទអញ្ចឹងថ្ងៃហ្នឹងញាតិញោមម្ដាយនេះរៀបចំបាយម្ហូបចាត់ចែងសពគ្រប់បែបយ៉ាងទាំងអស់ហើយមនុស្សចាស់ញាតិញោមដឹងស្រាប់ហើយញោមបើមិនសូវមានកម្លាំងទេមែនទេញោមណាមិនសូវមានកម្លាំងកំហែងទេធ្វើអីល្មមហ្នឹងទៅហក់ហើយហត់ហើយបើចឹងបានកូនញោមរាល់ថ្ងៃហ្នឹងអ្នកខ្លះគេប្រាប់ទៅម៉ែអើយម៉ែឪអើយឪកុំធ្វើអីនៅឲ្យស្ងៀមទៅមិនបាច់ធ្វើអីទេកុំឲ្យតែឈឺទៅបានទេព្រោះតែឈឺបាក់ដល់គេដែរបាក់តែយើងមកជុំធំបាក់ដល់គេទៅរស់ស៊ីមិនកើតដល់ឡៃតែមើលយើងដែរមែនទេញោមបើអញ្ចឹងប្រាប់ម៉ែអើយកុំធ្វើអីធ្ងន់តែយាយនោះអត់ទេញាតិញោមបើយាយយើងរាល់ថ្ងៃនេះបើថាកូនម៉ែកុំធ្វើអីណាម៉ែបើយាយខ្លះគាត់ធ្លាប់តែរវល់ញាតិញោមអាត្មាជឿអញ្ចឹងមែនបើធ្លាប់តែរវល់ដៃមិនស្ងៀមបើជួនកាលទៅឲ្យតំណេពេកឈឺទៀតណាវាទៅចេញចេះកាលណាតែបើមួយថ្ងៃគាត់អង្គុយបោយស្មៅអង្គុយកាប់ដាំចក្រីបានតែមួយគល់ពីរគល់ដូចអត់ឈឺទេញាតិញោមហើយតែឲ្យតំណេធំតែមួយខែអត់ធ្វើអីសោះចាប់ផ្ដើមមកកាលណាហ្នឹងឯងមើលពេទ្យភ្លឺមែនទេកាលណាអញ្ចឹងនិយាយនោះដូចគ្នាញាតិញោមកូនគេមិនសូវអីធ្វើអីច្រើនទេបើថាមានពេលអញ្ចឹងដាំបាយយកទៅឲ្យគាត់តែប៉ុណ្្នឹងបានហើយកាលណាតែថ្ងៃហ្នឹងគាត់ធ្វើការហ្នឹងវាលើសកម្លាំងញាតិញោមធ្វើការហ្នឹងវាលើសកម្លាំងដល់តែពេលលើសកម្លាំងហ្នឹងវាមិនវាហត់រួមសំជាមួយធ្វើបាយធ្វើទឹកហ្នឹងដើរយកបាយម្ហូបហ្នឹងយកទៅឲ្យកូននៅស្រែទៀតបើហ្នឹងហើយផ្ទះហើយស្រែកូនភ្ជូរហ្នឹងវាមិនមែនចិត្តអីណាញាតិញោមវាឆ្ងាយនោះអញ្ចឹងដើរបដើឈប់បដើដើរបដើឈប់បដើញាតិញោមហត់ពេកបាទដល់តែពេលហត់ពេកញាតិញោមខ្លាំងពេកអាម៉េចញាតិញោមនៅតែខំនោះកាលណាហ្នឹងហើយដើរវិច័យដល់អីនោះញាតិញោមកាលណាហ្នឹងគេហៅថាខ្យល់គួណាខ្យល់វាមកពីណាវាមិនមកគួវាមកគួចំយាយហ្នឹងពងដើរហ្នឹងណែដែលយាយតែងតែថាដើរដួលភីងអញ្ចឹងមែនទេកាលណាដើរដួលភីងកាលណាអញ្ចឹងគាត់ដូចគ្នាអញ្ចឹងដើរហត់ខ្លាំងពេកខ្យល់គួមកលើទៅលេងដួលភីងស្លាប់ទៅញាតិញោមស្លាប់មករំពេចហ្នឹងទៅកូនប្រុសនោះវិញញាតិញោមភ្ជូរស្រែហើយដាក់ដង្កល់ដាក់អីហើយចងគូឲ្យស៊ីស្មៅអីមកសន្ទ្រុះហើយចេះតែឆ្ងល់ចោះម្ដាយខ្ញុំរាល់ដងឲ្យតែថ្មហ្នឹងដឹងតែបាយទឹកហ្នឹងបោកមកដល់ហើយកាលណាដឹងតែមកដល់ចុះវិច័យដនអីថ្ងៃហ្នឹងដូចជាអត់ឃើញណាញាតិញោមវាយូរឧទាហរណ៍ថាធ្លាប់តែម៉ោង10ដល់ស្រាប់តែថ្ងៃហ្នឹងម៉ោង3ហើយអត់ឃើញមកកាលណាចាប់ផ្ដើមសង្ស័យដើរទៅផ្ទះបើឆ្ងល់ខៃលោម្ដាយហ្នឹងមានបញ្ហាអីគាត់មានរឿងអីគាត់មានគ្រោះអី
ដើរទៅបានពាក់កដាលផ្លូវឃើញម្ដាយនេះស្លាប់ណែញាតិញោមខ្យល់គាត់ដួលស្លាប់កាន់ស្រាក់កាន់មហោបោះកូនដែលថាយកឲ្យកូនហ្នឹងណាកណាហ្នឹងហើយដួលស្លាប់ទៅដល់តែពេលដួលស្លាប់ញោមអើយកូននេះវិញនេះឃើញម្ដាយស្លាប់អញ្ចឹងញាតិញោមអារម្មណ៍មិនដែរក្តុកក្ដួលញាតិញោមបើហ្នឹងហើយទៅតកងអ្នកម្ដាយយំសោកអាឡោះអាឡៃជាមួយនឹងអ្នកម្ដាយម៉ែអើយម៉ែស្ដាយណាស់បើអាណិតម្ដាយណាស់ថាមិនឲ្យធ្វើអីទេតែម៉ែនៅស្ងៀមឃើញទេធ្វើអីកុំឲ្យលើសកម្លាំងតែម៉ែខំពេកណែញាតិញោមអញ្ចឹងឥឡូវនេះខូចហើយស្លាប់ហើយបាទវិច័យដនអីញាតិញោមបើហ្នឹងហើយនៅក្នុងថ្ងៃនោះជាមួយគ្នាដែរបើហ្នឹងហើយនៅក្នុងក្រុងពីរៀនអស័យបើហ្នឹងហើយគឺស្ដេចញាតិញោមដែលសោយរាជនៅក្នុងក្រុងពីរៀនអស័យហ្នឹងបើហ្នឹងហើយគឺលោកឲ្យអាមាត្យទាំងឡាយយកស្គរយកអីហ្នឹងយកទៅដើរគូសយកទៅដើរវាយដើម្បីអីដើម្បីរកអ្នកដែលចេះចំណេះជំនាញខាងធ្វើសង្គ្រាមអញ្ចឹងណាញាតិញោមព្រោះអីនៅកាលនោះញាតិញោមបើហ្នឹងហើយឲ្យតែអ្នកណាបកែឲ្យតែអ្នកណាខ្លាំងនគរណាមានតបច្រើននគរណាខ្លាំងគឺអាចទៅដណ្ដើមយកទឹកដីបានណាញាតិញោមបើហ្នឹងហើយដូចជាសម័យបបាទជ័យវរ្ម័នទី7អញ្ចឹងណាញាតិញោមកាលណាហ្នឹងហើយដែលលោកបកែខាងសង្គ្រាមខាងអីអញ្ចឹងទៅខាងសឹកសង្គ្រាមអញ្ចឹងទៅលោកអាចទៅច្បាំងបើហ្នឹងហើយដើម្បីយកទឹកដីពង្រីកទឹកដីបានណាញាតិញោមកាលណាអញ្ចឹងការហ្នឹងដូចគ្នាបាទហ្នឹងហើយបរិជានៅក្នុងក្រុងហ្នឹងគឺឲ្យតបទាំងឡាយហ្នឹងដើររកអ្នកដែលមានចំណេះជំនាញខាងធ្វើសង្គ្រាមដើម្បីទៅដណ្ដើមទឹកដីអ្នកចិត្តខាងអញ្ចឹងទៅបាទវិច័យដនអីញាតិញោមទៅគូសកន្លែងណាមគូសចំកន្លែងនេះបរោះដែលកំពុងតែអោបតសោបតកងម្ដាយយំណែញាតិញោមបាទអោបតសោបម្ដាយយំហឺនេះតលតែពេលលឺតែគេត្រូវការអញ្ចឹងចាប់ផ្ដើមកិតព្រោះអីគាត់ចេះដែរញាតិញោមក្រក៏ប៉ាត់មែនប៉ុន្តែម្ដាយនេះអត់ឲ្យកូនតំណេទេញាតិញោមតែងតែប្រាប់កូនឯងប្រឹងរៀនណាកូនណាហ្នឹងហើយមិនថាចំណេះជំនាញអីទេកូនឯងរៀនទៅបើហ្នឹងហើយសង្គ្រាមសឹកសង្គ្រាមអីសិលសាស្ត្រអីកូនឯងរៀនទៅណែដូចម្ដាយឪពុកយើងរាល់ថ្ងៃអញ្ចឹងណាតែងតែទួលមានប្រាប់កូនប្រាប់ចៅកូនអើយមានតែចំណេះជំនាញហ្នឹងទេតែកូនឯងចេះទៅអនាគតទៅស្រួលហើយល្អហើយមិនដូចម៉ែដូចឪទេអញ្ចឹងមែនទេញោមបើអញ្ចឹងគាត់ដូចគ្នាអញ្ចឹងក្រមែនប៉ុន្តែប្រាប់កូនឯងប្រឹងរៀនហើយកូនហ្នឹងមែនញាតិញោមប៉កែមែនរៀនប៉កែណាស់បើហ្នឹងហើយខាងសិលសាស្ត្រខាងសង្គ្រាមខាងអីហ្នឹងគឺគាត់ប៉កែណាស់តលតែពេលឮតែគេត្រូវការអញ្ចឹងចាប់ផ្ដើមញាតិញោមនឹកឃើញថាឥឡូវមានតែលាម្ដាយសិនណែញាតិញោមមានតែលាម្ដាយសិនលាម្ដាយហ្នឹងដើម្បីអីទៅឲ្យខ្លួនហ្នឹងញាតិញោមបើហ្នឹងហើយទៅជួយដល់នគរសិននៅពេលដែលធ្វើសង្គ្រាមឈ្នះហើយសន្យាថានឹងត្រឡប់មកវិញធ្វើបុណ្យឲ្យម្ដាយណែញាតិញោមឃើញទេបើអញ្ចឹងគាត់ទៅញាតិញោមគាត់ទៅនៅពេលដែលទៅមែនញាតិញោមបើហ្នឹងហើយដឹកនាំតបអីធ្វើសង្គ្រាមអីសពគ្រប់ទៅឈ្នះមែនញាតិញោមបើឈ្នះនៅពេលដែលឈ្នះបរិជាពេញចិត្តណាស់ញាតិញោមបើបរិជាពេញចិត្តណាស់ពេញបតីណាស់បែរបានបរោះឯងជួយនៅក្នុងនគរយើងបើអត់បរោះឯងទេគ្មានទេក្នុងនគរយើងប្រកាសណាស់នឹងអន្តរាយជាមិនខានទេឃើញទេអញ្ចឹងរលឹកគុណដែរញាតិញោមបើហ្នឹងហើយសំបីតែបរិជាក៏រលឹកគុណដែរដែលបានជួយឥឡូវស៊ូសិនតើអ្នកឯងចង់បានអីបើចង់បានអីយើងឲ្យហ្នឹងបើហ្នឹងឲ្យតែប្រាថ្នាតែចង់បានអីហាមួយម៉ាត់មកចង់បានអីញាតិញោមអញ្ចឹងគាត់ថាខ្ញុំមិនចង់បានអីច្រើនទេព្រះអង្គហើយប៉ុន្តែព្រះអង្គឯងចេះថ្ងៃដែល
តបទៅទូងស្គររោគអ្នកច្បាំងរោគអ្នកធ្វើសង្គ្រាមហ្នឹងណាថ្ងៃហ្នឹងព្រះអង្គហើយព្រះអង្គចំថ្ងៃម្ដាយរបស់ខ្ញុំស្លាប់ហើយម្ដាយខ្ញុំស្លាប់ព្រះអង្គអើយបើកាត់ទៅមិនទាន់បានបញ្ចុះសពគាត់ផងបានតកងគាត់អោបតសោគាត់យំសោកបានមកសន្ទ្រុះក៏លាគាត់ទៅអញ្ចឹងមានន័យថាម៉េចថាសពនឹងអត់បានបញ្ចុះទេណែញាតិញោមអញ្ចឹងបើកាត់ទៅអាណោចអធមណាញោមមែនទេអាណោចអធមណាបើបានបញ្ចុះអីកប់អីទៅក៏វាគ្រាន់តែចុះនេះអត់នៅចងងូញាតិញោមហើយសាកសពមនុស្សយើងដឹងស្រាប់ហើយញាតិញោមបើហ្នឹងហើយសាកសពមនុស្សយើងបើថាស្លាប់តែព្រមតែ3ថ្ងៃហ្នឹងចាប់ផ្ដើមមែនទេកាលណាហ្នឹងហើយអញ្ចឹងគាត់ថាអត់ចង់បានអីទេព្រះអង្គហើយដែលខ្ញុំចេញទៅធ្វើសង្គ្រាមនេះអស់រយៈពេល3ខែពេញតែហ្មងបើហ្នឹងហើយ3ខែពេញព្រះអង្គឥឡូវបើសិនជាបែបនេះព្រះអង្គចង់ផ្ដល់អ្វីឲ្យក៏ស្រេចតបតីព្រះអង្គទៅចោះអញ្ចឹងបរិជាលោកនឹកឃើញចេះដែរលោកនឹកឃើញថាឥឡូវបើសិនជាអ្នកឯងមិនប្រាថ្នាអីទេមើលទៅអ្នកឯងដូចជាមិនជាមនុស្សលោភលន់ទេបាទឥឡូវយើងផ្ដល់ឲ្យយ៉ាងម៉េចផ្ដល់ឲ្យបើសិនជាមាសយើងឲ្យ100ណាញោមបាទមាសយើងឲ្យ100កាលណាបើថានារីខ្ញុំបំរើហ្នឹងណាយើងឲ្យ100បរោះយើងឲ្យ100បើគោប្រពេអីគ្រប់មុខទាំងអស់ឲ្យតែមានអ្នកឯងចង់បានយើងឲ្យ100ទាំងអស់ណែឃើញទេឲ្យ100ទាំងអស់ឲ្យតែថាអ្នកឯងចង់បានណាញាតិញោមបើអញ្ចឹងគាត់អរគុណញាតិញោមគាត់ត្រេកអរគាត់ថាបានប៉ុណ្ណេះខ្ញុំបានធ្វើបុណ្យឲ្យម្ដាយខ្ញុំហើយបើទោះបីជារូបរបស់គាត់អត់នៅយ៉ាងណាក៏ហោចណាស់ក៏នៅមានធាតុដែរនេះឥឡូវដូចយើងរាល់ថ្ងៃអញ្ចឹងឃើញទេឪពុកនៅទេអត់នៅទេនៅអីនៅតែធាតុទេព្រះអង្គឯងនៅតែមកកោតនឹងឯងគាត់ទុកថ្វាយអង្គមអុជធូបនោះតែនិយាយអុជធូបក៏ហើយកុំអុជធូបសុំអីពីគាត់ណាបើហ្នឹងហើយតែសុំច្រើនពេកគាត់ព្រោះទៅកន្លែងសុកអត់ឃើញណានិយាយគ្នាហើយបើហ្នឹងហើយអញ្ចឹងសប្បាយចិត្តព្រះអង្គហើយអរគុណណាស់បានមាសបានប្រាក់គ្រប់មុខ100ទាំងអស់គាត់នឹកឃើញដែរញាតិញោមបើគាត់នឹកឃើញដែរដូចជាវិច័យដនណាញាតិញោមបានស្អីក៏100ស្អីក៏100ហើយដល់ទៅពេលម្ដាយនេះស្លាប់បានប្រហែលញោមមិញហ្នឹងបានប្រហែល3ខែស្មើប្រហែលថ្ងៃ60ថ្ងៃ60អីម៉េច60និយាយដែរ60មិញកៅចេះតែថាបន្លំលោកដែរញោមបើចឹង3ខែ90ថ្ងៃចឹង90ថ្ងៃគាត់នឹកឃើញថាអញ្ចេះនឹកឃើញថាបើសិនជា90ថ្ងៃរបស់ទ្រព្យទាំងឡាយមាន100គ្រប់មុខអញ្ចេះគាត់ទុកពេលរយៈ10ថ្ងៃទៀតសម្រាប់រៀបចំបុណ្យឃើញទេអញ្ចឹងឲ្យវាចំជាមួយថ្ងៃ100ណែឃើញទេឲ្យចំថ្ងៃជាមួយហ្នឹងទ្រព្យសម្បត្តិដៃបរិជាផ្ដល់ឲ្យមកអញ្ចឹងនឹករលឹកនឹកឃើញថា100ថ្ងៃចាំធ្វើតែហ្មងទៅព្រោះទុករយៈពេល10ថ្ងៃរៀបចំចាប់ចែងគ្រប់បែបយ៉ាងទាំងអស់ដូចយាយយើងធ្វើបុណ្យរាល់ថ្ងៃអញ្ចឹងកូនធ្វើបុណ្យឲ្យឪរាល់ថ្ងៃអញ្ចឹងកាត់ហ្នឹងបើសិនជាកាត់មិនមែនកាត់10ថ្ងៃទេអញ្ចឹងមែនទេញោមអើញោមចានកាត់ប្រហែលថ្ងៃចិត្តមួយខែដល់ឃើញទេបើកាត់ច្រើនថ្ងៃណាចំណែកគាត់កាត់តែ10ថ្ងៃទេញាតិញោមគាត់កាត់តែ10ថ្ងៃទេ10ថ្ងៃក្រោយធ្វើបុណ្យពួកម្ដាយនេះស្លាប់90ហើយអញ្ចឹងបើសិនជាបានភ្លាមធ្វើភ្លាមវាមិនតាន់ទេអញ្ចឹងមានតែពជាពេលឲ្យគ្រប់100នឹងដូចគ្នាបើបានទ្រប100គ្រប់ទៅមុខឃើញទេអញ្ចឹងបានមានញាតិញោមលោកអ្នកប្រាជ្ញទាំងឡាយលោកយកអារឿងទាំងអស់ហ្នឹងយកមកបញ្ចូលជាមួយនឹងកម្មវិធីបុណ្យណាញោមនៅក្នុងសាសនារបស់យើងធ្វើមកតគ្នាដែលបានសិក្សារឿងហ្នឹងមកបានកើតជាបុណ្យ100ថ្ងៃនេះឡើងមកដែលយើងធ្វើគ្រប់គ្នាណាញោមណាអនុមោទនាណែអញ្ចឹង100ថ្ងៃវាមានតែប៉ុណ្ណឹងណាញោមហើយបើមានតែប៉ុណ្ណឹងធោអស់ក៏ប៉ុណ្ណឹងដែរ
ព្រោះអីវាជាប់ធំ100ថ្ងៃនឹងទេណាញោមណាមួយអាត្មាមើលกระดาษប៉ុនរបស់យើងដាក់កម្មវិធីនេះគឺវេលាម៉ោង 4:30 នាទីទទួលបដិសណ្ឋារកិច្ចអញ្ចឹងហ៎បើតែអាត្មារឿងទេសនាស្រួលហ៎ញោមបើអត់ប្របាក់ទេព្រោះអីរឿងទេសនាមិនឆ្ងាយពីកន្លែងរោងទទួលភ្ញៀវទេទេសបដើមើលរោងភ្ញៀវបដើទេសបដើមើលរោងភ្ញៀវបដើទេអាត្មានោះញោមចំណាំមើលសួរអ្មេចបានព្រះអង្គទៅមើលអ្មេចរៀងធុងហេវមហោបឯអត់ទេបើមើលតែភ្ញៀវចូលមកច្រើនបន្តិចតែ10នាទីក៏អេវាងដែរឲ្យតែចូលមកច្រើនតែបើអត់សូវមានទេអានឹងជាអតោដល់កំដររោងប៉ុនមែនទេកំដររោងប៉ុនចុះឥឡូវភាសាអាត្មាមិនទាន់មានភ្ញៀវអញ្ចឹងហើយលេងស្ដាប់តែបាន10នាទីអេវាងយាយហ្នឹងទៅទេសអស់ទេអត់មានណៅទេនេះបើសួលនំចុកអ្នកអញ្ចាននេះទៅចោលអស់ហើយអត់មានមកកំដររោងប៉ុនអីមួយកូនចៅទេមែនទេអញ្ចឹងបានលោកទេសនាកោកាអញ្ចឹងទៅណាមួយទៅឲ្យបានលឺមេក្រូទៅក្រៅទៅអេលោកទេសនាមិនតាន់ចប់ឃើញទេផ្ទះយាយានមានប៉ុនណាកម្មវិធីប៉ុនកូនចៅគេធ្វើឲ្យបើហ្នឹងហើយឪរបស់គាត់ដែរឃើញទេចាណាហ្នឹងហើយអញ្ចឹងវាចេះបានតែបន្តគ្នាអញ្ចឹងទេញាតិញោមអារឿងអាត្មាទេសនានោះមិនចេះតែចង់ទេសនាអីណាវិញព្រះអង្គឲ្យតែទេសនាដល់តែ1 ម៉ោងជាងអត់ទេញាតិញោមហើយបើហ្នឹងហើយយាយខ្លះតាខ្លះឮតែគាត់និយាយតគ្នាគាត់ឲ្យតែទេសមិនដឹងងាប់ទេទៅបើហ្នឹងហើយឲ្យតែបកកែទេមែនទេតែអាត្មាអត់ទេញោមម៉ែទេសនានេះមើលណាស់ឲ្យតែថាសំល្មមហើយញោមស្ដាប់បានហើយអេវ៉ាំងប្រុចដល់វត្តធ្វើអំណង់ទៀតហើយណាញោមបើពូម៉ានថ្ងៃហ្នឹងកូនលោកអាត្មាធ្វើអំណង់គ្នាជាប់រហូតដែរហ្នឹងណាញោមបើហ្នឹងឥឡូវទៅវិញហ្នឹងបើសិនជាមានពេលមានម៉ោងច្រើនបានបច្ចេកដឹកស៊ីម៉ង់យកទៅធ្វើថែមទៀតអាចារ្យក៏អញ្ចឹងដែរណាតនេទៅជួយចាក់សាបលោកនៅវត្តនោះកុំបាត់យូរពេលអាណាទៅខែបុណ្យដល់មិនខែអត់បុណ្យបាត់ឆឹងញាតិញោមតើហ្នឹងហើយអូនិយាយហែកគេអាចារ្យអាត្មាទេនិយាយលេងផងទេណាញោមបើហ្នឹងហើយអញ្ចឹងអត់អីទេណាញោមណាប៉ុណ្ណឹងទៅចោញាតិញោមសំកាលវេលាហើយប៉ុណ្ណឹងស្ដាប់បានអត់បានទេវែងតិចទៀតអត់ចង់ថែមទេថែមអត់ថែមមួយទេបើថែមដល់ថែមអីដែរហើយបើសិនជាមានតែកំណត់ប៉ុណ្ណឹងទេអត់ទេតែប៉ុណ្ណឹងដល់គ្នាហ្នឹងអត់មានថែមមួយទេហើយបើថាមិនអស់ចិត្តស្អែកមុនមកទេសទៀតអត់ប្រកែកទេញោមបើហ្នឹងហើយបើហ្នឹងហើយអញ្ចឹងប៉ុណ្ណឹងចោញាតិញោមណាខណៈហ្នឹងហើយអញ្ចឹងសំកាលវេលាមុននឹងបញ្ចប់ពធទេសនាក្នុងថ្ងៃនេះខ្ញុំបកណាអាត្មាសូមធ្វើការសំណាក់ខន្តីភ័យអត់ទោសាជាថ្មីម្ដងទៀតញាតិញោមក្រែងលោកការពោរៀបរាប់ពធទេសនាមានការខុសឆ្គងដោយប្រការណាមួយសូមឲ្យព្រះករុណាជាម្ចាស់គ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទស្រីប្រុសគ្រប់បណ្ដាក្រុងស្រុកនិងញាតិញោមពុទ្ធបរិស័ទទាំងឡាយកំពុងស្ដាប់ទីនេះអព្យាស្រ័យភ័យទោសដល់អង្គខ្ញុំកណាអាត្មាជាអ្នកសម្ដែងពធផងបូនលើសូមលើកយកចំណែកនៃធម្មទានដែលខ្ញុំកណាអាត្មាភាពបានសម្ដែងមកសង្ខេបប៉ុណ្ណេះប្រកេនកណាលោកម្ចាស់គ្រប់ព្រះអង្គចែកជូនពុទ្ធបរិស័ទស្រីប្រុសគ្រប់រូបសូមឲ្យកណាលោកម្ចាស់គ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទទាំងឡាយរីករាយជ្រះថ្លាអនុមោទនាទទួលយកចំណែកនៃធម្មទានដែលខ្ញុំកណាអាត្មាភាពបានសម្ដែងពធទេសនាក្នុងថ្ងៃនេះឲ្យបានគ្រប់ព្រះអង្គគ្រប់គ្នាអនុមោទនីអាយ៉ាងសង្កបេអ្នកសមតាណដ្ឋិតាធัวទេសនាអង្គខ្ញុំព្រះករុណាអាត្មាសម្ដែងមកប្រមាណប៉ុណ្ណេះក៏សន្មតថាចប់ប៉ុណ្ណោះឯងអេវ៉ាំង